យុគនេះការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ FIFA World Cup 2026ចាប់ផ្ដើមម៉ោង2រំលងអាធ្រាត្ររវាងក្រុមជម្រើសជាតិអាសង់ទីនជាមួយនឹងអេស្ប៉ាញតាមពិតទៅក្រុមទាំងពីរនេះត្រូវជួបគ្នាកាលពីឆ្នាំ2025នៅក្នុងពានរង្វាន់ Finalissima ក៏ប៉ុន្តែដោយសារតែមានរឿងរ៉ាវសង្គ្រាមទើបគេ cancel ពានរង្វាន់នេះចោលធ្វើឲ្យក្រុមទាំងពីរអត់បានជួបគ្នាក៏ប៉ុន្តែដោយសារតែមាននិស្ស័យជាមួយគ្នាក្នុងការដណ្ដើមពានក្រុមទាំងពីរបានឡើងមកកាន់វគ្គផ្ដាច់ព្រាត់ដណ្ដើមពានរង្វាន់ធំជាងគេលើពិភពលោកគឺ FIFA World Cup 2026នេះក្រុមទាំងពីរនេះបើសិនជានិយាយពីប្រវត្តិបានទាត់អត់លើសគ្នាប្រហែលទេដោយសារតែជួបគ្នា14ដងឈ្នះ6ដងដូចគ្នាហើយ2ដងទៀតស្មើក៏ប៉ុន្តែបើនិយាយពីទម្រង់លេងបច្ចុប្បន្ននេះវិញអេស្ប៉ាញអាចនឹងមានប្រៀបជាបន្តិចដោយសារតែបើនិយាយពីអេស្ប៉ាញទម្រង់លេងគឺល្អតាំងពីក្រោមរហូតដល់លើចំណែកអាសង់ទីនវិញបើនិយាយពីជើងក្រោមរៀងស្ទើរបន្តិចប្រៀបជាមួយនឹងអេស្ប៉ាញក៏ប៉ុន្តែអាសង់ទីនប៉ុន្មានប្រកួតចុងក្រោយនេះឃើញថាភាគច្រើនគឺលេងតែចុងម៉ោងឯងដើមតង់ទី1អីហ្នឹងគឺអត់លេងទេឲ្យគេលេងគេចង់ធ្វើឲ្យធ្វើទៅឲ្យគេលេងអស់កម្លាំងគេទៅតង់ទី2អាសង់ទីនចាប់ដើមលេងវិញជាពិសេសនៅនាទីទី70ឡើងទៅគឺអាសង់ទីននិយាយទៅ all in យកហ្មងអត់ខ្វល់ថាការប្រកួតនឹងទៅជាយ៉ាងណាគឺដឹងតែថាលេងបាល់អត់គិតអ្វីទាំងអស់គឺគិតតែការឈ្នះហើយទម្រង់លេងបែបនេះអាសង់ទីនតែងតែជោគជ័យទោះបីជាវារៀងបន្ថយតិចមែនគ្រោះថ្នាក់មែនក៏ប៉ុន្តែអាសង់ទីនតែងតែធ្វើបានតែងតែធ្វើឲ្យអ្នកគ្រប់គ្រងអត់ដែលអស់សង្ឃឹមជាមួយនឹងអាសង់ទីនទេដូច្នេះហើយចាំមើលថាតើការប្រកួតយុគនេះនឹងក៏ក្រើកជក់ចិត្តដល់កម្រិតណាកុំភ្លេចតាមដានទស្សនាដល់អ្នកគ្នាម៉ោង2រំលងអាធ្រាត្រយុគនេះរវាងឡាមីនយ៉ាម៉ាល់ជាមួយនឹងមេស៊ីថាតើអ្នកណាជាអ្នកលើកពានរង្វាន់ FIFA World Cup 2026នេះកុំភ្លេចតាមដានទស្សនាដល់អ្នកគ្នា